របៀបស្ងោរចេកបែបមនុស្សខ្ជិលដាក់ទឹកមួយកាបោយផ្លែចេក10ផ្លែរួចហើយយើងយកទៅស្ងោរកន្លែងភ្លើងគោនោះឃើញភ្លើងបងប្អូនអានេះគឺរបៀបស្ងោរចេកបែបមនុស្សខ្ជិលបាទយ៉ាដើរបងប្អូនអើយទៅអាចគោបងប្អូនអើយនេះគឺយើងដាក់ពួកវាទៅលើចឹងមកបងប្អូននេះពួកចេះចំកដាលភ្លើងចឹងមករួចហើយយើងយកខ្សៀវដាក់ទៅយូរចាំមើលបងប្អូនដាក់ទៅយូរមួយទៀតដាក់ពីតង់យើងវែងជ្រុលបងប្អូនអូក្តៅទៀតបងប្អូននេះឃើញរបៀបស្ងោរចេករបស់មនុស្សខ្ជិលទេបងប្អូននេះដាក់ពួកនឹងដៃគោលនេះមកទុកចោលទៅរុញតែភ្លើងឲ្យតែចំទៅរួចជាការស្រេចនេះនឹងមកចាំឆ្អិនចាំមកយកញ៉ាំតែប៉ុណ្្នឹងសម្រាប់អ្នកខ្ជិលបាទក្រានលើមានអត់ដាក់ស្ងោរទេបាទគឺមកស្ងោរភ្លើងគោនេះស្ដាច់គោអូនេះមានជាតិអាចគោឆេះហុយចូលក្លិនទៀតនោះងុំឆ្ងាញ់នេះចេក